បាទនេះគឺជាសកម្មភាពតេស្តម៉ាស៊ីនដែលទៅជួសជុលរួចហើយបាទ Error code F90 ម៉ាស៊ីនត្រជាក់ម៉ាក Panasonic ស្រីចាស់ F90 ឃើញថាវាមានបញ្ហាខាងផ្នែក power supply ផ្នែក power factor correction របស់វាបាទវាអត់ប៊ូសវល់ឡើងណាអញ្ចឹងឥឡូវយើងជួសជុលរួចហើយចាំយើងឆែកមើលវល់ជើងកងដងខាងនេះបោកនៅជើងកងដងឃើញថាប៊ូសវល់បាន362វល់បាទ360ជាងហ្នឹងហើយផ្នែកខាងចូលផ្នែកខាងយោតព្រីតយើងមើលផ្នែកខាងនេះចាក់មើលខាងយោតព្រីតខាងយោត200ជាង220ជាង230ហ្នឹងឯងដងហ្នឹងឯងតែវាប៊ូសឡើងមក360អញ្ចឹងប៉ាណា Error code F90 យើងជួសជុលរួចហើយបាទតម្រាំនឹងជួសជុលបានក៏វារៀងយូរដែរដោយសារតែយើងទៅចាប់ផ្ដើមជួសជុលដែរហ្នឹងណាតែឥឡូវនេះយើងជួសជុលជោគជ័យហើយបាទ compressor ក៏ដំណើរការដែរត្រជាក់ហើយយើងតេស្តសាកល្បងមើលត្រជាក់ F90 ជួសជុលហើយបតបាទអរគុណបងប្អូនដែលបានទស្សនា